ដោយដែលបងប្អូនបានដឹងស្រាប់ហើយថារដូវនេះគឺជារដូវវស្សាអញ្ចឹងវាតែងតែមានភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃនៅគ្រប់ទីកន្លែងមិនថាតំបន់ណាក៏ដូចតំបន់ណាដែរតំបន់ខ្លះមានភ្លៀងធ្លាក់តិចតំបន់ខ្លះមានភ្លៀងធ្លាក់ច្រើនអញ្ចឹងទៅជាពិសេសគឺតំបន់ដែលស្ថិតនៅក្នុងទីប្រជុំជនណាបងប្អូននៅពេលដែលយើងធ្វើដំណើរទៅតាមដងផ្លូវខ្លះគឺទឹកលិចអស់ហើយសួរថាមូលហេតុអីបានជាទឹកលិចនៅលើដងផ្លូវនេះបងប្អូនមើលបងប្រុសនេះគាត់ប្រមូលសម្រាមនៅកន្លែងមាត់លូហ្នឹងបងប្អូនឃើញទេសុទ្ធតែស្បោងសុទ្ធតែអីទាំងអស់ហើយកាលណាទឹកហូរទៅវាមិនហូរទៅទាំងសម្រាមហ្នឹងហើយចូលទៅក្នុងប្រហោងហ្នឹងវាមានធំអីវាតូចហ្នឹងគេដាក់ចម្រឹងដែកនៅពីលើហ្នឹងបងប្អូនហើយវាមិនស្ទះតើវាណែនមាត់រុនហ្នឹងទៅវាធ្វើមិនទឹកហូរទៅវាមិនចាល់ពេញហ្នឹងអញ្ចឹងហើយការបោះចោលសម្រាមយើងហ្នឹងគឺដាក់ឲ្យមានរបៀបរៀបរយច្រកថង់ច្រកអីបានត្រឹមត្រូវបើយើងចោលផ្ដេសផ្ដាសអញ្ចឹងតើដល់ពេលភ្លៀងមកវាហូរចូលលូអញ្ចឹងបងប្អូននេះឃើញទេយើងអត់ជួយសម្អាតគ្នាតើរងចាំតែអ្នកអនាម័យសម្អាតគឺគាត់មានបានមកមើលគ្រប់ជ្រុងជ្រោយរាល់ម៉ោងរាល់ពេលណាបងប្អូនអញ្ចឹងហើយវាស្ទះអញ្ចឹងឃើញទេហើយមកបងប្រុសគាត់កាយគាត់បោចស្មៅបោចអីគាត់កាយសម្រាមចេញពីមាត់លូហ្នឹងមើលបានទឹកហូរទៅនេះឃើញទេ